សង្គមខ្មែរហើយបងប្អូនឯណាទៅគុណធម៌របស់មនុស្សដែលខ្ញុំនិយាយម្ដងហើយម្ដងទៀតថាមនុស្សខ្ពស់ទាបជាងគ្នាព្រោះគុណធម៌ស្អាតតាមទ្វាអីក៏មិនស្អាតស្មើនឹងស្អាតតាមទ្វាគិតមនុស្សដែលគិតស្មោះត្រង់អញចេះជាងគេໄວអញដឹងរឿងនឹងច្រើនជាងគេໄວមនុស្សមានទុកមួយកណ្ដោមិនអញដេកកើតណោះការទទួលខុសត្រូវបែបមនសិការគឺជាភាពស្អាតស្អំរបស់មនុស្សតាមទ្វាមโนប៉ុន្តែមនុស្សខ្មែរមើលតែលោកកសបរៈបងប្អូនឧទាហរណ៍ខ្ញុំឃើញលោកនាយករដ្ឋមន្ត្រីនិយាយនៅលើឆាកម្ដងបងប្អូនណាខ្ញុំបើកទូទួមើលខ្ញុំមានអារម្មណ៍ថាចង់ក្អួតព្រោះអីមកលើឆាខ្ញុំឃើញតែនាយករដ្ឋមន្ត្រីម្នាក់បងប្អូនអមអាថោអង្គុយជុំវិញនោះខ្ញុំឃើញតែសម្រាមសិតតែរដ្ឋមន្ត្រីណាសិតតែឯកឧត្តមណាខ្ញុំថាទេអញមើលទៅឃើញនាយករដ្ឋមន្ត្រីមួយថ្មោលនៅលើឆាហ្នឹងគេឲ្យពីហ្នឹងអញឃើញសិតតែសម្រាមទៅនាយករដ្ឋមន្ត្រីបោះកវត្តចោលពេញឆាហេតុអីបានអញ្ចឹងបងប្អូននឹកដល់របៀបនៃការបានតំណែងនិងតួនាទីរបស់ពួកគេបងប្អូនបិទភ្នែកសម័យបន្តិចមើលពួករដ្ឋមន្ត្រីពួកអនុរដ្ឋមន្ត្រីអនុរដ្ឋលេខាធិការទីប្រឹក្សារបស់សម្ដេចទាំងអស់ហ្នឹងបើមិនឡើងសកម្មចណ្ដាលផ្ទះសម្ដេចអត់បានតំណែងទាំងអស់នោះទេខ្លួនឯងក៏ឡើងប្រពន្ធក៏ឡើងទៅលិតក្រាបតម្រាំតាំងបាននោះបងប្អូនហើយមនុស្សបងប្អូនចំណាំមើលចុះតែចេះលិតក្រាបជាមួយអ្នកធំហើយចេញមកវិញក៏វាចេះជិះជាន់អ្នកតូចដែរឲ្យតែមនុស្សចេះលុតក្រាបចំពោះអ្នកធំហើយសុំទោសចេះជិះជាន់អ្នកតូចហើយនេះរបៀបនៃការបានតំណែងបានតួនាទីរបស់ពួកគេឥឡូវនិយាយអំពីការបានតំណែងនិងតួនាទីរួចហើយយកមកប្រើទៀតសោតពេលឥឡូវសោកគេប៉ាន់គេឡើងផ្ទះគេបានតំណែងបានតួនាទីឥឡូវយកតួនាទីយកតំណែងទៅណាសម្រាប់ទេបងប្អូនសូតែសម្រាប់រឿងឧត្តមកតេទៅសម្រាប់សិតតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួនហើយអត់បានសម្រាប់ឯករាជ្យទៅទៀតបើសញ្ញេកម្រងធំប៉ះពាល់នឹងលុយអត់សួរសម្ដេចមកបំពើងកៅអីនឹងឥឡូវមានន័យថាយកតំណែងមកហើយសម្ដេចអត់បានឯករាជ្យផងដឹងអាចមេកោទេយកទៅវិញទៅនឹងបានការអីធ្វើដល់រដ្ឋមន្ត្រី2 3ចំនួនហើយខ្វះលុយចាយវិឡា4 10អីចំណាស់ខ្លះអាយុចង់ចិត្តហើយស្បែករយល់អីតោះម៉ែវាទៅផ្ទះវិញលក់ទៅវិឡាយើង1 2ស៊ីបន្តិចងាប់ដឹងទៅត្រពងពីណាទេខ្ជិលគិតប៉ុន្តែបងប្អូនហើយនៅលើឆាកនោះរយល់ជុំវិញសម្ដេចនាយករដ្ឋមន្ត្រីនោះបងប្អូនហើយនៅស្រុកគេបារ៉ាក់អូបាម៉ាប្រធានាធិបតីនៃប្រទេសមហាអំណាចលេខ1ក្នុងលោកឡើងទៅលើឆាកតែម្នាក់ឯងនិយាយខ្មៅឡើងកប៉ាល់ហោះគ្នា2 នាក់ 3 នាក់ឯងឲ្យតែប្រជុំម្ដងនៅលើឆាកឲ្យឡើងពេញទាំងអស់សត្វសម្រាមបើថាឡើងកប៉ាល់ហោះបងប្អូនហើយមកជួក្រសួងបាត់សឹងទាំងអស់បងប្អូនខ្ពើមអត់យើងជាម្ចាស់ប្រទេសនេះខ្ញុំខ្ពើមបងប្អូននៅមិនកើតទេថាសឹងតលាត់ជើងខោដើហ្មងបងប្អូនងាកទៅណាក៏ឃើញអញ្ចឹងងាកទៅណាក៏ឃើញអញ្ចឹងសួរទ្រាំកើតទេបងប្អូនមនុស្សស្អាតតាមទ្វាមโนប៉ុន្តែមនុស្សខ្មែរបងប្អូនដល់ដំណាក់កាលគេថាដាក់ឆ្នាំបន្ទន់ឆ្អឹងរួចលេបទៅមុនដំណាក់កាល3ដែលពួកគេត្រូវធ្វើបាបខ្មែរទី1សម្រាប់មនុស្សខ្មែរទី2សម្រាប់សេដ្ឋកិច្ចទី3សម្រាប់ spirit សម្រាប់ខួរក្បាលសម្រាប់មនសិការរបស់ខ្មែរដាក់ឆ្នាំបន្ទន់ឆ្អឹងរួចលេបទៅមុនតាមមធ្យោបាយ4សម្រាប់3ដំណាក់កាលតាមមធ្យោបាយ4ដំណាក់កាលទី1សម្រាប់មនុស្សខ្មែរដំណាក់កាលទី2សម្រាប់សេដ្ឋកិច្ចខ្មែរសម្រាប់คนជាតិខ្មែរនិងទី3សម្រាប់មនសិការរបស់ខ្មែរតាមមធ្យោបាយ4ទី1សម្រាប់ក្រោមរូបភាពសង្គ្រោះបំពល់ក្រោមរូបភាពបំពន់បំផ្លាញក្រោមរូបភាពនៃការកសាងហើយបំផ្លាញព្រះធម៌តាមរូបភាពនៃការធ្វើបុណ្យបែបសាសនាផ្លាញតិចទីអស់បំពល់សប្តាហ៍បងប្អូនមិនគេថាបំពន់បំពល់ខ្មែរឡើងឡប់អស់ណាបងប្អូនឲ្យតួនាទីឲ្យលុយឲ្យកាត់ចែកអំណោយគេថាបំពន់ប្រជាប្រដ្ឋខ្មែរយកអំណោយអលខិតលខប់បងប្អូនបំពន់ស្អីបំពល់ឡើងឡប់អស់ហើយហ្នឹងបំពល់បងប្អូនបំពល់ក្រោមរូបភាពបំពន់បំផ្លាញក្រោមរូបភាពនៃការកសាងបងប្អូនសម្រាប់ផ្លាញកាប់ខ្ទេចកាប់ខ្ទីទាំងអស់កសាងនេះកសាងនោះមិនបំផ្លាញទេណាបងប្អូនអូនិយាយពីពុទ្ធសាសនារីកគូទាយធ្វើបុណ្យនោះធ្វើបុណ្យប៉ុន្តែខ្លឹមសារពធខ្ទេចណាបងប្អូនខ្ទេចអស់ណាបំផ្លាញខ្មែរ3ដំណាក់កាលតាមមធ្យោបាយ4ឥឡូវនេះខ្មែរបងប្អូនមកដល់ដំណាក់កាលងាប់ស្ទីរីតងាប់អមនសិការហ្នឹងបងប្អូនណាលៀតទៅរស់ខ្មែរលៀតទៅរស់អត់ដឹងថារស់ដើម្បីអីទេលៀតតែរស់បងប្អូនឃើញខ្មែរសប្តាហ៍ខ្មែររៀនរស់ណាបងប្អូនឃើញខ្មែររៀនរស់គេថាណែទឹកលិចដល់កជើងហើយប្រញាប់ងើបប្រយ័ត្នតែទឹកលិចដល់ច្រមុះងើបទាន់ទេមកសន្ទុះទៀតគេមករំលឹកទៀតគេថាណែឥឡូវទឹកឡើងពីកជើងដល់ក្បាលជង្គង់ហើយប្រញាប់ងើបទៅឡើងដល់ច្រមុះ
ប្រយ័ត្នងើបអត់ទាន់មិនណាបងប្អូនទៅមើលភាពជាក់ស្ដែងរបស់មនុស្សខ្មែរទឹកឡើងដល់កជើងដល់ពេលយើងទៅពិនិត្យកជើងគាត់ដុសសកាបាត់ហើយបានដុសសការៀនរស់នៅក្នុងទឹកហ្នឹងដល់ពេលទឹកឡើងដល់ជង្គង់ទៅមើលជង្គង់គាត់ពីក្រោមទៅក្នុងទឹកសត្វទៅដុសសកាទាំងអស់ឡើងដល់ច្រមុះគេថាណែឡើងដល់ច្រមុះប្រយ័ត្នងើបមិនទាន់ឡើងដល់ច្រមុះដុសសកៃដកដង្ហើមក្នុងទឹកនឹងក្រោយទៅតែថាយួនមកណាកុំតែខ្វល់ពេករៀននិយាយភាសាយួនទៅយកប្រពន្ធយួនទៅងាប់តែមួយជាតិនឹងទៅកើតមកជាតិក្រោយយួនជាមួយគ្នាបងប្អូនមើលគាត់មានប្រងើបទេណាអត់មានប្រងើបទេណាទៅអញ្ចឹងខ្មែរយើងណាបើពុកលួយបើពុកលួយរលួយសោកវាទៅអញ្ចឹងរៀនរស់កន្លែងហ្នឹងហើយបងប្អូនតែកុំកាច់ខ្មែរណាហេលិចដល់ជង្គង់ហើយប្រញាប់ងើបស្អែកងើបគាត់រៀនរស់នឹងអំពើហ្នឹងណាស្វាមណាអាហ្នឹងហើយគេហៅងាប់ spirit ងាប់មនសិការក្នុងដំណាក់កាលនេះយើងមកហៅខ្មែរឲ្យងើបឡើងវិញពិបាកណាស់បងប្អូនខ្មែរយើងស្វាមនឹងភាពអ្វីដែលគាត់ជួបប្រទះនឹងហើយគេស៊ីលុយគាត់រៀនពុកលួយគេឲ្យគាត់សោកគាត់រៀនសោកគេកម្រៀងគាត់រៀនខ្លាចឃើញទេគាត់បាត់ស្វាមក្នុងការរស់គាត់ដុសសកាឲ្យបងប្អូនតែទៀតដុសសកៃរស់នៅក្នុងទឹកនឹងមកទៅអញ្ចឹងឲ្យខ្មែរបងប្អូនអានឹងហើយគេថាដាក់ណាប់បន្ទុកដាក់ទូជាបន្ទុកគេថាដំណាក់កាលចុងក្រោយគឺសម្រាប់មនសិការបងប្អូនឥឡូវដំណាក់កាលហ្នឹងកុំទៅចាក់ជំនាញគេថាដាក់ក្បាលតែអុកតែអីខ្មែរលឺដូចបងប្អូនយើងថាមានកម្រាប់ទេបងប្អូនដូចយកខ្សែទឹកទៅឆ្លក់មនុស្សងាប់អញ្ចឹងមានងើបអីទេចាក់ស្អីក៏ងើបតែខ្មែរឥឡូវនោះទៅចាក់ហើយបងប្អូនដាក់ដំណាក់កាលហ្នឹងខ្ញុំនិយាយនេះណាបងប្អូននិយាយឲ្យអស់អ្វីដែលខ្ញុំចង់និយាយប៉ុន្តែរឿងងើបឬមិនងើបអានឹងរឿងរបស់បងប្អូនរឿងជួយកាច់គ្នាឬមិនជួយកាច់គ្នាអានឹងរឿងរបស់បងប្អូនគិតត្រូវរៀបចំណាទៅដំណាក់កាលរបស់យើងមកដល់ដំណាក់កាលនេះហើយបើសិនណាជាបងប្អូននៅតែរស់នៅក្នុងដំណើរបែបហ្នឹងណាបងប្អូនអត់មានអីក្រៅពីដុសសកៃហើយដុសសកាហ្នឹងទេឲ្យคล้ายទៅជាមនុស្សខ្មែរគ្មានទេសបកខ្លួនសបកខ្មែរប៉ុន្តែពលឹងលីងខ្លួនដែរឡើងបងប្អូនឡើងឈ្មោះឡើងប៉ុន្តែបងប្អូនទៅមើលនៅសាលាឃុំទុំជ័យឡើងមួយទុំជ័យយួនមួយយើងឆ្ងល់ចុះប្រទេសឡើងមិនបានដាក់ទុំជ័យយួនដល់ពេលទៅមើលរចនាសម្ព័ន្ធជ័យយួនទាំងអស់ប្រទេសខ្មែរយើងអាចទៅជាបែបនេះពីព្រោះខ្មែរយើងងាប់ស្ពីរិតហើយងាប់មនសិការហើយងាប់អាភិបជាខ្មែរណាដួងប្រលឹងជាខ្មែរណាវាងាប់អានឹងបាត់ទៅហើយ